នៅក្នុងខែមិថុនាខាងមុខនេះចាគឺមានភាពស្ងប់ស្ងាត់ចាប៉ុន្តែមានរំលែកជាមួយនឹងឱកាសមកជាមួយហើយមិនមែនជាពេលដែលអ្នកទាំងអស់គ្នាត្រូវបញ្ញាបញ្ញាអីនោះទេចាប៉ុន្តែជាពេលដែលអ្នកទាំងអស់គ្នាត្រូវរៀបចំផែនការជីវិតឬក៏រៀបចំអ្វីដែលសំខាន់សម្រាប់ខ្លួនឯងចាចំពោះអ្នកធ្វើការអាចមានស្ថានភាពចាល្អប្រសើរជាងមុនតិចប៉ុន្តែអាចមានសម្ពាធពីការទទួលខុសត្រូវឬក៏មនុស្សជំនាញខ្លួនប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាអត់ធ្មត់បន្តិចចាធ្វើការទៅតាមផែនការចានឹងទទួលបានលទ្ធផលល្អនៅចុងខែសម្រាប់អ្នករស់ស៊ីគឺមានសញ្ញាល្អពីអតិថិជនចាស់ផងដែរចាចំពោះហេរ៉ាមេថូគឺមានលំហូរចូលមកចាជាបន្តបន្ទាប់ប៉ុន្តែគុំចំណាយទៅតាមអារម្មណ៍និងមានការចំណាយខ្លះៗទៅលើគ្រួសារសុខភាពជាដើមចាហើយចំពោះស្នេហាវិញសម្រាប់បងប្អូនដែលមានគូចាគឺមានភាពផ្អែមល្ហែមនិងទន់ភ្លន់តាក់គ្នាយល់ចិត្តគ្នាច្រើនជាងមុនប៉ុន្តែសារគឺគុំបង្កើតរឿងតូចទៅជារឿងធំចាសម្រាប់អ្នកនៅលាវក៏មានឱកាសជួបជាមួយនឹងបុគ្គលដែលចូលមកដែលមានស្ថានភាពបែបស្ងប់ស្ងាត់ចាប៉ុន្តែជាមនុស្សដែលផ្ដល់អារម្មណ៍សុវត្ថិភាពសម្រាប់លោកអ្នកចាហើយតកតងសុខភាពនៅក្នុងខែមិថុនាខាងមុខនេះសម្រាប់បងប្អូនឆ្នាំកុលចាមានអារម្មណ៍ថាអស់កម្លាំងច្រើនចាហើយតកតងជាមួយគេមិនសូវជាគ្រប់គ្រាន់ជាពិសេសកុំធ្វើការហួសកម្លាំងចានៅក្នុងខែមិថុនាសារសម្រាប់បងប្អូនដែលកាត់ឆ្នាំកុលចានៅក្នុងខែមិថុនាខាងមុខនេះអ្នកទាំងអស់គ្នានឹងចាប់ផ្ដើមដឹងថាសុខភាពផ្លូវចិត្តគឺសំខាន់បំផុតចាជាជាងការដែលបង្ខំខ្លួនឯងឲ្យនៅកន្លែងឬក៏ទំនាក់ទំនងដែលធ្វើឲ្យអ្នកទាំងអស់គ្នានឿយហត់ចាអរគុណ